មានលុយទៅដើរលេងនៅក្រៅប្រទេសទេត្រឹមតែភ្នំជីសូអីប្រាសាទសែនភូមិវាំងអីគឺថាស្អាតណាស់ពុកម៉ែបងប្អូនអរគ្នាណែមិនថាផ្ទាំងជញ្ជាំងប្រាសាទគឺថាអូស្អាតណាស់ដោយសារប្រាសាទនេះធ្វើពីថ្មបាយក្រៀមបាទគឺស្អាតមែនតើថ្ងៃនេះគឺចង់បង្ហាញអំពីប្រាសាទសែនភូមិវាំងហើយចំទៅដល់គេហៅថាមេឃមានពពកចេញមកស្អាតមែនតើអញ្ចឹងស្ដាយបាត់បានថតចែកជូនពុកម៉ែបងប្អូនបានមើលទស្សនាថានៅទឹកដីខេត្តតាកែវនេះស្អាតណាស់ពុកម៉ែបងប្អូនណាមិនមែនខ្ញុំចេះតែនិយាយទេកន្លែងខ្ញុំទៅរាប់ផ្លេចហើយប៉ុន្តែទៅម្ដងនេះគឺនាំមិត្តភ័ក្តិទៅហេតុអីបានចង់ថតបង្ហាញពុកម៉ែបងប្អូនឲ្យបានឃើញចំពេលទេសភាពដែលស្អាតអញ្ចឹងហើយប្រាសាទនេះវាមានរចនាបថស្តៀងនៅប្រាសាទមួយនៅប្រទេសឡាវនោះតែពុកម៉ែបងប្អូនមើលទៅស្តៀងគ្នាមែនទេតែប្រាសាទនៅប្រទេសឡាវហ្នឹងគឺជាអតីតរបស់ខ្មែរដែរទេគឺសង់ដោយបុព្វបុរសខ្មែរទេប្រាសាទហ្នឹងអញ្ចឹងប្រាសាទសែនភូមិវាំងនេះគេថាជាប់នឹងជើងភ្នំជីសូទេពុកម៉ែបងប្អូនគ្នាតែពុកម៉ែបងប្អូនទៅលេងភ្នំជីសូតែងតែសម្លឹងមកឃើញគឺរចនាបថស្អាតមែនតើមើលពីលើមកមិនមែនទូចទេណាដល់ឃើញជាក់ស្ដែងទេមកអូយធំណាស់មហិមាតែម្ដងពុកម៉ែបងប្អូនទៅលេងភ្នំជីសូពុកម៉ែបងប្អូនខ្លះក៏គាត់បានមកលេងដល់ប្រាសាទភូមិវាំងប្រាសាទសែននិមលអញ្ចឹងហើយពុកម៉ែបងប្អូនខ្លះទៀតរកផ្លូវអត់ទាន់ឃើញទេតែថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរចនាបថប្រាសាទតាមច្រកនេះមួយស្អាតមែនតើមានប្លង់ខ្លះដូចនៅអង្គរវត្តសៀមរាបថតមកជួបជាមួយនឹងមេឃឈើមេឃអីអូយយ៉ាងដែរអញ្ចឹងបានថាខេត្តតាកែវនេះមិនខ្វះកន្លែងដើរលេងកម្សាន្តទេតែពុកម៉ែបងប្អូនគ្នាតំបន់ទេសចរតំបន់ប្រវត្តិសាស្ត្រច្រើនណាស់គួរតែសិក្សារៀនសូត្រពីខេត្តតាកែវនេះគឺយកទៅណាមអស់ហើយពុកម៉ែបងប្អូនគ្នាអញ្ចឹងសម្រាប់អ្នកដែលអត់មានលុយដូចជាពូនេះខ្មៅអីបាច់ទៅដើរលេងក្រៅប្រទេសណាទេណាពុកម៉ែបងប្អូនគ្នាអញ្ជើញមកលេងទៅត្រឹមភ្នំមីសូមិនខ្វះទេបាទគឺកន្លែងល្បីល្បាញតាំងពីយូរលង់ណាស់មកហើយអូម៉ែបងប្អូនអរគ្នាអញ្ចឹងបើបានមកដល់ភ្នំមីសូហើយកុំភ្លេចចូលលេងប្រាសាទភូមិវាំងផងអាចសួររកផ្លូវគេចូលសិនទៅហើយចាំក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញផ្លូវចូលទៅប្រាសាទភូមិវាំងតែម្ដងប្រាសាទភូមិវាំងនេះស្អាតណាស់ពុកម៉ែបងប្អូនហើយអាចមកថត free wedding នៅនេះគឺលយមែនតើគឺថតមិនបាច់ទៅណាឆ្ងាយទេនៅតែខេត្តតាកែវចឹងពីរាជធានីភ្នំពេញមកដូចជា40ជាងគីឡូទេបាទគឺជិតមែនតើយើងជិះថា1ម៉ោងជាងចុះបើយើងជិះលេងណាហើយពុកម៉ែបងប្អូនមកដល់ភ្នំមីសូគឺគេល្បីតកកឈូណាមិនស្គាល់តកកឈូភ្នំមីសូឈូដោយដៃតាំងពីជំនាន់ណាអ្នកកាលឆ្នាំ2000គឺស្គាល់ហើយអាមិនសិនឈូតកកហ្នឹងចឹងពុកម៉ែបងប្អូនកុំភ្លេចទៅលេណាអ៊ំទុកនេះចឹងវីដេអូមួយទៀតខ្ញុំនឹងចេញទៅប្រាសាទសែននិមលដែលនៅជាប់ទៅជើងភ្នំជីសូតែម្ដងចឹងអាចទៅលេងទាំងអស់គ្នាទៅពុកម៉ែបងប្អូនគ្នាជាជួយការគាំទ្រនៃទេសចរនៅស្រុកខ្មែរលើកស្ទួយទាំងអស់គ្នាជួយ like ជួយ share ទៅមិនខុសទេចឹងអរគុណពុកម៉ែបងប្អូនគ្នាសម្រាប់ការទស្សនា